ការពីថ្ងៃទី4ខែឧសភាឆ្នាំ2026នេះបងប្អូនទាំងគ្នាក្រសួងសេដ្ឋកិច្ចហើយនិងហិរញ្ញវត្ថុបានចេញសេចក្តីប្រកាសមួយគឺមានការសាទរជាខ្លាំងសម្រាប់ខ្ញុំគឺនិយាយទៅគឺខ្ញុំសាទរមែនតើព្រោះថានេះគឺតេតើទៅនឹងការដែលដាក់កំហិតតេតើទៅនឹងគ្រឿងស្រាឬក៏ក្របុលក្រប៉ុងផ្សេងក្រសួងបានចេញសេចក្តីប្រកាសឲ្យថាមិនថាភេសជ្ជៈឬក៏ស្រានោះទេគឺមានការរឹតបន្តឹងឬក៏ហាមឃាត់មិនឲ្យបោះផ្សាយឬក៏ផលិតតេតើទៅនឹងក្របុលក្រប៉ុងមានរង្វាន់ផ្សេងៗទាំងអស់ហ្នឹងឲ្យឈប់ដាច់តែម្ដងជាពិសេសគឺដាក់កំហិតថាប្រហែលជាថ្ងៃទី1តុលាឆ្នាំ2026ហ្នឹងគឺជាចាំបាច់ទៅដល់ពេលនោះគឺនឹងមានការហាមដាច់ខាតតែម្ដងក៏ប៉ុន្តែសេចក្តីប្រកាសនេះគាត់នឹងចេញប្រាប់ឲ្យដឹងជាមុនប៉ុន្តែការអនុវត្តជាក់ស្ដែងគឺនៅថ្ងៃទី1ខែតុលាឆ្នាំ2026បងប្អូនទាំងគ្នាបានឃើញជាក់ស្ដែងគឺសង្គមយើងបច្ចុប្បន្ននេះមានក្មេងៗជាច្រើននិងមនុស្សជាច្រើនតាមយករង្វាន់តាក់ទងទៅនឹងការផឹកស្រាតាក់ទងទៅនឹងការផឹកភេសជ្ជៈផ្សេងៗនិយាយរួមទៅយើងឃើញថាមានផលប៉ះពាល់ជាច្រើនជាពិសេសក្មេងៗដែលពួកគាត់ជាกระดาษសមានថាការគិតរបស់ពួកគាត់គឺនៅមានកម្រិតយល់ទៅនៅពេលដែលមនុស្សចាស់ពួកយើងទាំងអស់គ្នាអ្នកជាមនុស្សចាស់នេះនាំគ្នាគ្រប់គ្រងឬក៏នាំគ្នានិយាយទាក់ទងនឹងរង្វាន់ផ្សេងៗគឺពួកគាត់មានការផុសផុលជាខ្លាំងហើយក៏តាមយករង្វាន់ចឹងទៅវីដេអូមួយដែលខ្ញុំបានឃើញបងប្អូនទាំងគ្នាខ្ញុំឃើញមានការបង្ហោះណាតែខ្ញុំភ្លេចប្រភពបាត់ហើយទាក់ទងទៅនឹងក្មេងប្រុសម្នាក់ដែលគាត់ផឹកគ្រឿងកំប៉ុងមួយថ្ងៃគាត់ផឹក6កំប៉ុងបងប្អូនមួយថ្ងៃគឺ6កំប៉ុងតែម្ដងមានគេសម្ភាសគាត់ណាហើយគាត់បាននិយាយថាឥឡូវហ្នឹងគឺគាត់មានបញ្ហាកើតទឹកនោមប្រៃមិនទឹកនោមផ្អែមបងប្អូនគឺទឹកនោមប្រៃឥឡូវនេះគឺដល់ដំណាក់កាលមួយដែលថាពិបាកក្នុងការព្យាបាលមែនទែនហើយគ្រួសាររបស់គាត់ក៏ខ្វះខាតហើយគេសួរគាត់ថាហេតុអីបានបងប្អូនផឹកច្រើនយ៉ាងហ្នឹងគាត់និយាយថាឃើញគេត្រូវរង្វាន់ហើយគាត់ក៏ចង់ត្រូវរង្វាន់ដូចគេដែរអញ្ចឹងតែគាត់ខំផឹកគ្រឿងកំប៉ុងហ្នឹងហើយម្យ៉ាងទៀតគាត់ក៏ចូលចិត្តអាគ្រឿងផ្អែមហ្នឹងទៀតរហូតដល់ធ្វើឲ្យគាត់កាត់ទឹកនោមប្រៃនេះហើយគឺជាកត្តាមួយដែលខ្ញុំចង់លើកឡើងទាក់ទងទៅនឹងផលវិបាកចំពោះការផឹកភេសជ្ជៈឬក៏គ្រឿងកំប៉ុងផ្សេងៗតាមយករង្វាន់ហ្នឹងបងប្អូននិយាយរួមទៅគឺមានផលប៉ះពាល់ជាច្រើនទៀតដែលយើងរៀបរាប់មិនអស់នៅក្នុងវីដេអូនេះណាប៉ុន្តែខ្ញុំជឿថាបងប្អូនទាំងគ្នាប្រកាសជាបានដឹងបានយល់អស់ហើយថារឿងទាំងអស់ហ្នឹងនៅពេលដែលរាជរដ្ឋាភិបាលបានធ្វើរឿងទាំងអស់ហ្នឹងសម្រាប់ខ្ញុំហើយយើងទាំងអស់គ្នាខ្ញុំជឿថាមានការសាទរទាំងអស់គ្នាហើយនិយាយរួមទៅការចេញសេចក្តីប្រកាសហ្នឹងបើសម្រាប់ខ្ញុំគិតថានៅតែយូរពេកផងប៉ុន្តែទោះយ៉ាងណាថ្ងៃទី1ខែតុលាឆ្នាំ2026នឹងដាក់កំហិតដាច់ខាតតែម្ដងលែងឲ្យមានតែម្ដងដូច្នេះពួកយើងទាំងអស់គ្នាសម្រាប់ខ្ញុំគឺខ្ញុំសាទរជាខ្លាំងការសម្ដែងរបស់រាជរដ្ឋាភិបាលចំពោះរឿងទាំងអស់នេះបាទសូមអរគុណ